Mó dương cho mê hiền mây bằng dương cư chấm nọ chứngสำหรับไม่เรียนจำเนาะยังมีปีจำเนาะคือการเปรียบเทียบจำเนาะหนังการวอลจำเนาะmàการเปรียบเทียบจำเนาะการเปรียบเทียบจำเนาะยังมือยังมีรูปขังช่วยให้นังขังสนามจึงรูปขังช่วยว่ายังมือกาวตีมุ้ยยังมีตักมายังมีตักปิ้งกาวผสมมากาวตีปียังมีจุดสปรัมเพรอยวินเลือกปีกันละต่อไปกาวตีใบคือยังมีแปะกระดาษกาวคือยังหัตถกระดาษกาวหรือ50เพรอยចឹងយើងមើលហាត់ទឹកទី1វាមានលក្ខណៈមិនដែរកៅទី1កៅទី1យើងវាមានលក្ខណៈថាច្រើនជាងគេបើប្រៀបធៀបជាមួយនឹងកៅទី2និងកៅទី3មែនអត់ហើយកៅទី3គឺវាមានលក្ខណៈតិចជាងគេអញ្ចឹងអានេះគឺជារបៀបនៃការប្រៀបធៀបវាការប្រៀបធៀបវាដូចគ្នាទៅនឹងមេរៀនមុនដែរការប្រៀបធៀបប្រវែងការប្រៀបធៀបចំនួនឬក៏ការប្រៀបធៀបទម្ងន់អីបែបហ្នឹងដែរអញ្ចឹងយើងមកមើលរូបខាងស្ដាំរបស់យើងដល់កៅទី1តែពាក់កណ្ដាលទេកៅទី2ចិត្តអស់ហើយហើយកៅទី3អត់ទាន់ពេញប៉ុន្តែចិត្តពេញហើយហ្នឹងហើយអញ្ចឹងអាមួយណាគឺមានចំណុចតិចជាងគេអញ្ចឹងកៅទី2ដែលវាចិត្តអស់អញ្ចឹងអាទី3គឺវាច្រើនជាងគេអូខេអញ្ចឹងបងប្អូនយល់ណារបៀបពីការប្រៀបធៀបចំណុះការប្រៀបធៀបគឺវាដូចតែគ្នានឹងមេរៀនមុនគឺប្រៀបធៀបប្រវែងប្រៀបធៀបទម្ងន់ប្រៀបធៀបចំនួនឬក៏ទំហំអីទាំងអស់គឺវាដូចគ្នាអញ្ចឹងយើងចូលមកដល់លំហាត់មកអញ្ចឹងលំហាត់ទី1អញ្ចឹងឥឡូវយើងមើលថាមួយណាគឺវាមានចំណុះតិចជាងគេនៅក្នុងរូបទី1នេះអូខេអញ្ចឹងអានេះមានតែ10ទេអញ្ចឹងនេះគឺមានតិចជាងគេចុះឥឡូវរូបកណ្ដាលនេះតើមួយណាដែលវាមានច្រើនជាងគេអញ្ចឹងរូបទី2ហ្នឹងហើយរូបទី2នេះគឺវាមានចំណុះច្រើនជាងគេបើប្រៀបធៀបជាមួយនឹងទី1និងទី3មកអញ្ចឹងចូលមកលំហាត់ទី2តើមួយណាដែលមានចំណុះច្រើនជាងគេត្រឹមត្រូវទី3ចុះមួយណាដែលមានចំណុះតិចជាងគេត្រឹមត្រូវទី1អញ្ចឹងបងប្អូនបានយល់ហើយពីការប្រៀបធៀបចាឥឡូវយើងចូលមកដល់ចំណុចបន្ទាប់ការវាល់ចំណុះអញ្ចឹងការវាល់ចំណុះគឺជារបៀបនៃការប្រៀបធៀបមួយបែបដែរហាក់បីដូចជាយើងប្រៀបធៀបថាក្នុងប៉ាន់មួយប៉ាន់នេះវាមានទឹកចំនួនវាអាចចាក់បានប្រមាណកែវអញ្ចឹងយើងអាចនិយាយបានថាយើងនិយាយពាក្យថាប្រៀបធៀបវាបានប៉ុន្តែវាខុសពីការប្រៀបធៀបអំបញ្ញមិញការប្រៀបធៀបអំបញ្ញមិញគឺយើងប្រៀបធៀបតិចឬច្រើនប៉ុន្តែអានេះគឺយើងប្រៀបធៀបថាតើក្នុងមួយប្រមាណកែវបានមួយពែងប្រមាណកែវបានមួយថូឬក៏មួយប៉ាន់នេះណាអញ្ចឹងមួយប៉ាន់នេះយើងអាចចាក់ទឹកបានប្រហែល9កែវអញ្ចឹងមានន័យថាមួយប៉ាន់ស្មើ9កែវអញ្ចឹងបើយើងមានទឹក9កែវអាចចាក់បំពេញឲ្យពេញមួយប៉ាន់នេះអញ្ចឹងមកយើងមកមើលអានេះមួយទៀតដូចគ្នាដែរអញ្ចឹងអានេះប៉ាន់រៀងធំតិចអានេះប៉ាន់យើងរៀងទូចណាអញ្ចឹងមួយប៉ាន់នេះយើងវាល់បាន3កែវអញ្ចឹងអានេះគឺជាពាក្យថាវាល់អញ្ចឹងពីរហ្នឹងវាស្មើគ្នាយើងត្រូវធ្វើមិនឲ្យទឹកក្នុងប៉ាន់ហើយនិងទឹកក្នុងកែវចំនួននៃកែវនេះគឺពីរហ្នឹងស្មើគ្នាទើបយើងហៅថាការវាល់ប៉ុន្តែការប្រៀបធៀបបាញ់មិញនៅតែបញ្ជាក់ទៀតថាការប្រៀបធៀបបាញ់មិញគឺយើងប្រៀបធៀបថាអាមួយណាច្រើនអាមួយណាតិចប៉ុន្តែអានេះគឺយើងធៀបគ្នាគឺឲ្យអាមួយនេះមានចំណុះប៉ុណ្នេះស្មើនឹងចំណុះប៉ុណ្នេះអូខេតោះអញ្ចឹងមកមើលរូបខាងក្រោមអញ្ចឹងយើងមានដោះគោមកដល់មកក្រុងធំនេះអញ្ចឹងបើយើងធៀបទៅយើងបានចំនួន4អញ្ចឹង4ដោះគោ4ដបដោះគោតូចនេះយើងយកមកចាក់ចូលក្នុងដបនេះគឺបានស្មើមួយដបធំនេះអញ្ចឹងបើយើងគិតថាក្នុងមួយដបយើងស្មើ1លីត្រក្នុងមួយដបស្មើ1លីត្រអញ្ចឹង4ដបវាស្មើអាចនិយាយបានថា4លីត្រណាហ្នឹងហើយអញ្ចឹងទាំងបងប្អូនយល់ឡើងហ្នឹង
ចឹងសម្រាប់មេរៀនថ្ងៃហ្នឹងគឺចប់តែប៉ុណ្្នេះទេងាយៗស្រួលៗជួបគ្នាវីដេអូក្រោយបាយបាយ